Bàជំរាបសួរបងប្អូនជាពិសេសបងប្អូនថ្នាក់ទី12តែម្ដងបាទឥឡូវនេះជួបជាមួយនឹងលោកគ្រូបន្តទៀតហើយជាមួយនឹងការកែលំហាត់ limit នៅក្នុងការធ្លាប់ចេញប្រឡងបាក់ឌុបនៅឆ្នាំ2023ថ្នាក់វិទ្យាសាស្ត្រអូខេតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាទាក់ទងជាមួយនឹង limit មួយនេះអូខេតោះឥឡូវយើងទៅមើលលំហាត់ A ទាំងអស់គ្នាអញ្ចឹងនៅក្នុងលំហាត់ A គេថាឲ្យយើងកណនី limit x ខិតទៅរកបូកអណន្តនៃ x លិនកតាឲ្យ1បូក1លើ x បាទអញ្ចឹងវាស្មើប្រមាណបើគេដឹងថា limit x ខិតទៅរក0មក x ធំខិតទៅរក0នៃលិនកតាឲ្យ1បូក x នៅលើ x នេះស្មើ1អូខេតោះឥឡូវយើងទៅមើលលំហាត់នេះទាំងអស់គ្នាដើម្បីឲ្យចូលរួមមុននេះតើយើងត្រូវធ្វើម៉េចអូខេអញ្ចឹងដោយសារកន្លែងនេះ x ខិតទៅរកបូកអណន្តអញ្ចឹងយើងត្រូវតាំងបងប្អូននេះបាទតាំងអញ្ចឹងគ្រូតាំងមកបាទអញ្ចឹងគ្រូតាំងx ធំនេះបាទស្មើ1លើ x អូខេអញ្ចឹងនាំឲ្យយើងទីបាន x តូចនេះក៏ស្មើ1លើ x ធំដូចគ្នាអញ្ចឹងយើងទាញយកវាមកអូខេតោះឥឡូវគ្រូថាអញ្ចេះគ្នាយើងអញ្ចឹងកន្លែង x តូចនេះខិតទៅរកបូកអណន្តអញ្ចឹងពេលបាទអញ្ចឹងគ្រូថាពេល x នេះបាទខិតទៅរកបូកអណន្តអញ្ចឹងនាំឲ្យយើងទាញបាន x ធំនេះខិតទៅរកអីគេគ្នាយើងមើលតម្លៃ x ខិតចិត្តបូកអណន្តអញ្ចឹងតម្លៃកាន់តែធំទៅអញ្ចឹង1នៅលើតម្លៃកាន់តែធំទៅខិតទៅរកអីគេបើយើងខិតទៅរក0មែនទេអញ្ចឹងវាធ្វើឲ្យ1លើ x នេះខិតទៅរក0អញ្ចឹងគ្រូថាពេលដែល x ខិតទៅរកបូកអណន្តអញ្ចឹងនាំឲ្យ x ធំនេះគឺខិតទៅរកអីគេបាទខិតទៅរក0បាទអញ្ចឹងបើវាខិតទៅរក0យើងអាចទៅសេ limit យើងសារថ្មីមកបាទអញ្ចឹងគេបានតោះអញ្ចឹងគេបាន limit x ធំបាទខិតទៅរក0ខ្ញុំដូរអត្ថេពី x ខិតទៅរកបូកអណន្តនេះទៅជា x ធំខិតទៅរក0នៃកន្លែង x នេះ x តូចនេះខ្ញុំជំនួសឲ្យ1លើ x ធំអញ្ចឹងបាន1នៅលើ x ធំបាទនៃលិនកតាឲ្យ1បូក x អូខេបាទ1បូក x អញ្ចឹងកន្លែងនេះ1លើ x ខ្ញុំជាផលកន្លែង x នេះជាភាគបែងអញ្ចឹងខ្ញុំអាចទៅសេរួមបានបងប្អូនខ្ញុំសេស្មើ limit x ខិតទៅរក0បាទ x ធំខិតទៅរក0នៃលិនកតាឲ្យ1បូក x ហើយនៅលើអីគេបាទនៅលើ x ប៉ុន្តែយើងមើលនេះ x ធំខិតទៅរក0នៃលិន1បូក x នៅលើ x នេះស្មើប៉ុន្មាន1អញ្ចឹងកន្លែងនេះវាចូលកន្លែងហ្នឹងឯងបាទអញ្ចឹងស្មើ1អញ្ចឹងតម្លៃ limit របស់យើងគឺស្មើ1អូខេអញ្ចឹងតាក់ទងជាមួយនឹងលំហាត់ A នេះគឺយើងកែនេះទៅគឺចម្លើយស្មើ1អូខេតោះមិនដែរពួកយើងអ្នកនេះតោះអញ្ចឹងបើមានចម្ងល់អីអាចសួរបានបាទអាច comment សួរមកខ្ញុំនឹងឆ្លើយនៅក្នុងវីដេអូមួយនេះតោះឥឡូវយើងនឹងទៅជួបគ្នាលំហាត់ B បន្តទៀតបាទអូខេតោះអញ្ចឹងយើងជួបគ្នានៅលំហាត់ B បន្តទៀតទាក់ទងជាមួយនឹងការគណនា limit នៅក្នុងឆ្នាំ2023នេះអូខេឥឡូវយើងមើលលំហាត់ B limit x ខិតទៅរកដក pi លើ2ដក pi លើ2អូខេអញ្ចឹង limit x ខិតទៅរកដក pi លើ2នៃ1ដក sin ការ៉េ x នៅលើ2បូក2 sin x តោះឥឡូវយើងចង់ដឹងថាតើ limit នេះវាចូលរៀងអីគេយើងសាកជំនួសចូលទៅបងប្អូនអញ្ចឹង1ដកអញ្ចឹងកន្លែងនេះខ្ញុំដាក់ sin នៃដក pi លើ2យើងដាក់ការ៉េក្តោបចេះក៏បានដែរបាទអញ្ចឹងនៅលើអានេះ2បូក2sin បាទនៃដក pi លើ2ប៉ុន្តែ sin ដក delta ស្មើគេអញ្ចឹងរូបមន្តយើងគឺ sin ដក delta ស្មើដក sin delta អូខេអញ្ចឹង sin ដក pi លើ2ស្មើដក sin pi លើ2បាទនេះ sin pi លើ2វាស្មើ1អញ្ចឹងដល់ពេលដក sin pi លើ2គឺដក1ប៉ុន្តែដក1លើកជាការ៉េបាន1អញ្ចឹង1ដក1 0ប៉ុន្តែក្រោមនេះដូចគ្នាដែរអញ្ចឹងឡើយនេះវាទៅជាដកវិញព្រោះ sin ដក delta ស្មើដក sin delta អញ្ចឹង2អានេះ sin pi លើ2បាន1អញ្ចឹង2គុណនឹង1បាន2អញ្ចឹង2ដក2 0អញ្ចឹងរៀង0លើ0តោះអញ្ចឹងប្រភេទ limit នេះគេហៅថា limit រៀងមិនកំណត់0លើ0អញ្ចឹងទាំងអស់គ្នាអាចប្រើចូលរូបមន្តក៏បានឬក៏មិនអញ្ចឹងទេយើងអាចនឹងទាញរកកតាដែលស្រួលចោលក៏បានដែរតោះអញ្ចឹងគ្រូដាក់ថារៀងបាទមិនកំណត់អូខេរៀងមិនកំណត់0លើ0តោះឥឡូវយើងកុំឲ្យខាតពេកយើងទៅធ្វើជាមួយគ្រូទាំងអស់គ្នាអញ្ចឹងកន្លែងនេះ limit x ខិតទៅរកដក pi លើ2ខ្ញុំដាក់កន្លែងនេះទៅជារូបមន្តយើងចាំរូបមន្តអីគេ a ការ៉េ
độ b gray chẳng a gray độ b gray với smile kata a độ b kata a bố b bà ok ta chẳng lại đi cho room một lần mất lại muối ai đã muối gray bán chẳng nhưng smile muối độ sin x bà kata oi muối bố sin x bà ok ta hàng cáo chập pi gì kata mất ta chập pi kata mất chẳng bàn muối bố sin x ok ta lấy cái này mình khơi là bỏ nát đôi cái này không mùi bầu xin đôi cái này mẹ đấy nhưng dùng mua trao đó chẳng sao mà chẳng sao limit x khất tới chất độ hai là phí này lớn nó sao là muối độ xin x và là khổ sao mà sao phí bỏ lấy dương chừng nu lê châu tụi họ cái này bà cho dương ba này kìa chẳng lại dùng sao muối độ xin độ hai là phí ok nó lơ khổ phí thì mới smart man anh ấy xin độ data smart độ xin data chứ đặc biệt độ bạc độ trên bộ mình trong bữa từ gì xin pi lửa pì mà khóm bàn pì vẫn là xin pi lửa pì bàn mùi chân muối bột muối khóm pì chân muối bột muối bàn pì chân pì chạy pì bàn mà này bà bàn mùi ok đó nghi mình đèn mày đấy bí chẳng biết ai riêng sưu đài tại tầm khán nên từ trăm rụt môn class làm bày ai kẻ này về bạn ok ta lấy dương từ chụp này làm hạt mùi tiết cứ xì và các nông bạn đục năm bi bon bảy nàyต่อไปយើងបានធ្វើលំហាត់ B ហើយឥឡូវយើងចូលលំហាត់ C ដែលជាលំហាត់ limit ចុងក្រោយនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ2023បាទឥឡូវយើងក៏លេខទៅមើលលំហាត់ C ទាំងអស់គ្នា x ខិតទៅរក3នៃ x សេគុណ3ដក27លើ27ក៏តាឲ្យរឹសx បូក6ដក3ឥឡូវយើងសាកចំនួនចូលទាំងអស់គ្នាពួកយើងបាទយើងចំនួនចូលទាំងអស់គ្នាទៅចានេះ3គីប27ដល់7 អាក្រមនេះ3បូក3 3បូក6បាន9 9បញ្ចេញមកកែបាន3 3ដក3 0អញ្ចឹងយើងថារៀងមិនកំណត់0ឬ0បាទទៀតទេអញ្ចឹងរៀងមិនកំណត់អូខេ0ឬ0ឥឡូវយើងធ្វើម៉េចដើម្បីកែនេះ limit មិនកំណត់0ឬ0បែបនេះអញ្ចឹងអ្នកនេះមើលឃើញមាន radical ទេអញ្ចឹងកាលណាបើមាន radical គ្នាយើងត្រូវគុណនឹងកសោមឆ្លាស់បាទគុណនឹងកសោមឆ្លាស់សិនមកអញ្ចឹងអានេះ radical ឬការ៉េយើងគុណកសោមឆ្លាស់អញ្ចឹងគូដាក់ស្មើ limit x ខិតទៅរក2សំដៅ x ខិតទៅរក3នៃអញ្ចឹងខ្ញុំដាក់ x គីបដក27អញ្ចឹងណាបាទចាអាក្រមទាំងអស់គ្នាត្រូវគុណនឹងកសោមឆ្លាស់វាអញ្ចឹងនេះខ្ញុំទុក27ដដែលសិនមកបាទនេះខ្ញុំគុណកសោមឆ្លាស់ខ្ញុំដាក់រឹស x បូក6ដក3អញ្ចឹងកតាឲ្យរឹស x បូក6បូក3អញ្ចឹងអាក្រមគុណប៉ុណ្ណឹងអាលើក៏ត្រូវគុណប៉ុណ្ណឹងដែរគុណកសោមឆ្លាស់ដូចគ្នាណាអញ្ចឹងយើងបាន x បូក6បូក3បាទតោះអញ្ចឹងបន្ទាប់មកកន្លែងនេះចូលរួមមុននេះកតា a ដក b កតា a បូក b អញ្ចឹងវាចូលរួមមុន a ការ៉េដក b ការ៉េអញ្ចឹងចាំថា a ដក b កតា a បូក b អញ្ចឹងស្មើ a ការ៉េដក b ការ៉េប៉ុន្តែយើងត្រូវលាកលើទៀតព្រោះលើវាចូលគីបអញ្ចឹងយើងត្រូវលាករួមមុន a គីបដក b គីបចានេះវាស្មើកតា a ដក b កតា a ការ៉េបូក ab បូក b ការ៉េអញ្ចឹងពួកយើងបាទអញ្ចឹងគ្នាយើងត្រូវពលាតទៅនឹងមកអញ្ចឹងតោះអញ្ចឹងយើងស្មើ limit x ខិតទៅរក3ហើយខ្ញុំពលាតនេះមកអញ្ចឹងបាន x ដកអានេះ27យើងអាចសេ3គីប3គីបណា27បាន3គីបអញ្ចឹងខ្ញុំដាក់ x ដក3យកតែម្ដងទៅអញ្ចឹងកតាឲ្យអានេះ x ការ៉េបូក ab អញ្ចឹងដោយសារ b យើង3អញ្ចឹងមានន័យថាខ្ញុំដាក់ 3x ទៅមកទៅហើយបានបូក3ការ៉េកន្លែងហ្នឹងអូខេតោះហើយយើងកតាឲ្យប៉ុណ្ណេះដដែលមក x បូក6បូក3បាទអញ្ចឹងអាក្រោមសមានអាក្រោមអញ្ចឹងដាក់27ដែរមកបើយើងប៉ុន្តែយើងត្រូវដាក់គ្នាទៅព្រោះដោយសារមាន2តួហើយអញ្ចឹងយើងដាក់រឹស x បូក6បាទខ្ញុំដាក់ការ៉េមកដក3ការ៉េបិទមកវិញអូខេតោះអញ្ចឹងអាលើមាន x ដក3ហើយអញ្ចឹងមេរោគវា x ដក3ហើយស្អីហើយអញ្ចឹងយើងនៅចាំតែអាក្រោមបាន x ដក3មួយទៀតសម្រួលចោលអស់មកហើយអាចចំណុចលេខចូលបានណាអញ្ចឹងយើងស្មើ limit បាទ x ខិតទៅរក3វាអញ្ចឹងន័យបានអញ្ចឹងឥឡូវខ្ញុំទុក x ដក3ចោលសិនទៅអានេះគេតា x ការ៉េបូក 3x ប៉ុន្តែ3ការ៉េនេះស្មើ9អញ្ចឹងគូដាក់9ដដែលណាបាទតោះមកអានេះបានរឹស x បូក6បូក3អញ្
ចានេះបញ្ចេញទៅរើសមកវាជាប់ការ៉េយើងបញ្ចេញទៅរើសការ៉េអានេះបាន27ទុកដដែលអានោះបញ្ចេញទៅរើសការ៉េបាន x បូក6ដក9អញ្ចឹង6ដក9សល់ដក3អញ្ចឹងអាចសម្រួលបាននៅកន្លែងនេះបាទពេលក្រោយអូខេតោះអញ្ចឹងយើងបន្តតិចទៀតបាទអូខេតោះឥឡូវយើងបន្តពីកន្លែងមិញបន្តិចអញ្ចឹងនៅពេលដែលយើងបានប្រព័ន្ធនេះហើយយើងយក6ដក9មកបាទ6ដក9នៅសល់ដក3អញ្ចឹងខ្ញុំបានទាញបាន x ដក3យើងសម្រួល x ដក3ចោលមកអូខេអស់ហើយអញ្ចឹងនៅសល់ប៉ុណ្នេះអញ្ចឹងប៉ុណ្ណឹងយើងដល់វគ្គជំនួសលេខចូលបងប្អូនបាទជំនួសលេខចូលមកតោះឥឡូវជំនួសលេខ3ចូលព្រោះ x គិតទៅរក3ដាក់3ចូលភ្លុកអញ្ចឹងបាន3ការ៉េបូកនឹង3គុណនឹង3ហើយបូក9កតាឲ្យឬ3បូក6បូក3អញ្ចឹងណាបាទក្រោមបាន27បាទនេះ3ការ៉េ9អានេះ3ដង9អានេះ9អញ្ចឹង9 3ដង27ដែរហើយគុណអានេះ3បូកនឹង6 9បញ្ចេញមកក្រៅបាន3អញ្ចឹងបូក3មកក្រោម27អញ្ចឹង27លើ27អស់ហើយអញ្ចឹង3បូក3បាន6អូខេតោះអញ្ចឹងសម្រាប់ limit c នេះគឺឃើញ6អូខេតោះអញ្ចឹងបើមានចម្ងល់អាចសួរបានបន្ថែមទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទអរគុណ